ញ៉ាជូនជាពិសេសដល់អ្នកចូលចិត្តញ៉ាំគៀវតែអាចខ្ចប់ឬក៏ខ្ជិលដឹងក្បួននេះហើយធ្វើញ៉ាំស្មើណាក៏បានដែរឲ្យតែមានគ្រឿងខៅគ្រប់នៅផ្ទះឥឡូវចូលដល់វិធីធ្វើសាច់ជ្រូកមានចុកខ្លាញ់2ខាំម្សៅពោត1ស្លាបព្រាស្ករជិតកន្លះស្លាបព្រាម្រេច1ចុងស្លាបព្រាអំបិល1ចុងស្លាបព្រាប្រេងល្ង1ស្លាបព្រាទឹកត្រី1ចុងស្លាបព្រាប្រេងខ្យង1ស្លាបព្រាខ្ទឹមចិញ្ច្រាំហើយនិងស្លឹកខ្ទឹមពងមាន់មកគ្រាប់ចំពោះស្លាបព្រាខ្ញុំវារៀងហែអញ្ចឹងបងប្អូនប្រើស្លាបព្រារៀងជ្រៅអីចាបែងចែកគ្រឿងទៅតាមនឹងផងកុំដាក់តាមខ្ញុំទាំងស្រុងមើលទៅតាមຂະຫນាតយើងវាស់ផងប្រយ័ត្នប្រៃជ្រុលព្រោះស្នូគៀវតែប្រៃលែងឆ្ងាញ់ហើយគ្រឿងទាំងអស់ហ្នឹងយើងដាក់ចំបល់បញ្ចូលគ្នាទៅខ្ញុំយកចង្កឹះវីវាចាកូវាក្នុងទិសដៅតែមួយឯងបងប្អូនមើលសាច់ខ្ញុំបន្ទាប់ពីខ្ញុំកូវាហើយឃើញសាច់ឡើងរៀងស្វិតទេបងប្អូនសាច់បែបហ្នឹងបានឆ្ងាញ់ចូលដល់ជំហានបន្ទាប់គឺយើងដាក់ប្រេងឆានៅលើខ្ទះខ្ញុំប្រើប្រភេទ non-stick pan ហើយយើងដាក់សាច់យើងហ្នឹងម្ដុំចាម្ដុំអញ្ចឹងមកហើយសាច់ហ្នឹងតិចច្រើនទៅតាមសបកគៀវយើងសបកគៀវទួយសបកគៀវធំយើងដាក់តាមលេស្នូសាច់តាមហ្នឹងយើងដាក់សាច់ហ្នឹងហើយយើងយកសបកគៀវហ្នឹងគ្របពីលើហើយយើងយកថៃច្បាច់វាឲ្យអាសបកគៀវហ្នឹងសាច់ហ្នឹងខាំចូលគ្នាទៅហើយយើងដាក់ទឹកក្តៅបញ្ចូលចាដាក់មិនតិចទៅហើយយើងគ្របវាចៀនវាផ្ងំវាដើម្បីឲ្យវាឆ្អិនសបកគៀវផងហើយឲ្យនឹងសាច់ឆ្អិនផងហើយស្របពេលរងចាំខ្ញុំមកលាយជាមួយនឹងទឹកជ្រលក់ខ្ញុំប្រើទឹកស៊ីអ៊ីវ2ទឹកខ្មេះប៉ោម2ហើយនឹងបន្ថែមជាមួយនឹងម្សៅម្ទេសបងប្អូនចង់ដាក់ម្ទេសឆាក៏បានដែរឬក៏អត់ចេះញ៉ាំហឹលមិនបាច់ដាក់ម្ទេសក៏បានដែរហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងល្ងលីងគ្រឿងទឹកជ្រលក់តែប៉ុណ្្នឹងរួចរាល់ហើយបកមកមួយគៀវយើងវិញអានេះនៅពេលដែលឃើញនៅសល់ទឹកតិចចឹងយើងអាចលើកខ្ទះយើងកលែងទៅដើម្បីឲ្យវាឆាប់រីងទឹកនឹងអស់ចាបើមិនអញ្ចឹងទេវានៅម្ខាងវាឆ្អិនអត់ស្មើគ្នាគៀវបងប្អូនមើលពណ៌តំណងឯងតែប៉ុណ្្នឹងញ៉ាំបានទេអ្នកបងប្អូននេះប៉ុណ្្នឹងញ៉ាំឡើងឆ្ងាញ់មើលតំណងឯងបងប្អូនជ្រលក់មួយទឹកជ្រលក់យើងហ្នឹងខ្ញុំភ្លក់ឲ្យបងប្អូនមើលតាំងដំបូងភ្លក់តែមួយឯងដល់ពេលមានណាភ្លក់តអស់មួយចានហ្នឹងម្នាក់ឯងហើយញ៉ាំទៅឆ្ងាញ់ហើយញ៉ាំឲ្យចង់ញ៉ាំទៀតដូចវាឈ្ងុយលឹកខ្ទឹមឈ្ងុយអីយើងធ្វើអញ្ចឹងទៅវាជៀនមកវាឈ្ងុយហ្មងហើយជាមួយនឹងទឹកជ្រលក់ជូរអែមប្រៃហិលត្រូវជាតិគ្នាឆ្ងាញ់ណាបងប្អូនកុំភ្លេចធ្វើញ៉ាំណាហើយមិនធ្វើញ៉ាំហើយលទ្ធផលយ៉ាងណាជួយ comment ប្រាប់ខ្ញុំខាងក្រោមផងចាហើយអរគុណបងប្អូនដែលជួយទស្សនាហើយកុំភ្លេចជាមួយនឹងការជួយ share ចាមានចម្ងល់អីផ្សេង comment ខាងក្រោមបានហើយខ្ញុំនឹងមានវីដេអូផ្សេងទៀតចែកជូនបងប្អូនទស្សនាលេងកំសាន្តហើយក៏ទុកជាការចំណេះដឹងចែករំលែកគ្នាទៅវិញទៅមកបងប្អូនចេះអីអាច comment ប្រាប់ខ្ញុំខាងក្រោមផងព្រោះខ្ញុំមិនមែនជាចុងភៅជំនាញអីទេគ្រាន់តែជាមេផ្ទះធម្មតាដែលចូលចិត្តការធ្វើម្ហូបហើយចូលចិត្តការចែករំលែកតែប៉ុណ្្នឹងឯង